ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានម៉ូទ័រមួយដើម្បីមកបង្ហាញជូនគឺជាប្រភេទម៉ូទ័រផ្លុំធូលីផ្លុំស្មៅផ្លុំអីបាទរបស់ Makita ដែលប្រើថ្ម 18V បាទនេះគឺជាថ្ម 18V ដែលមាននៅក្នុងដៃខ្ញុំបាទថ្ម 18V នេះផងដែរគឺមានចំណុះចាប់ពី 3A រហូតដល់ 6A គឺទៅតាមតម្រូវការរបស់បងប្អូនណាបាទខ្ញុំទុំទុកថ្មសិនហើយខ្ញុំនឹងធ្វើការមើលនៅក្នុងប្រអប់នេះថាយើងមិនដឹងណាគឺគេបិទថា 18V lithium ion បាទគឺម៉ូទ័រនេះប្រើថ្ម 18V LXT ហើយឈ្មោះជាភាសាអង់គ្លេសនោះគឺ cordless blower ឥឡូវខ្ញុំធ្វើការបើកប្រអប់ឥឡូវនេះតែម្ដងយើងនឹងដឹងថាក្នុងម៉ូទ័រនេះគឺយើងទទួលបាននេះខ្លះបាទសម្រាប់ម៉ូទ័រនេះផងដែរគឺបើកមកដំបូងទទួលបាននៅសៀវភៅណែនាំមួយនេះបាទសូមបន្តិចបាទនេះជាសៀវភៅណែនាំរបស់ Makita បាទបន្តមកទៀតគឺយើងទទួលបាននៅខិត្តប័ណ្ណបាទនេះជាខិត្តប័ណ្ណអំពីថ្ម 18V របស់ Makita នេះគឺប្រើបានច្រើនជាង 270 ម៉ូទ័រណាបាទនេះជាខិត្តប័ណ្ណចាស់ទេដែលដាក់ថា 270 ម៉ូទ័របើឲ្យបានចាក់ស្ដែងនឹងខិត្តប័ណ្ណថ្មីគឺរហូតដល់ទៅ 320 ម៉ូទ័រហ្នឹងបាទហើយនេះជាប័ណ្ណធានាផ្លូវការរបស់ខាងក្រុមហ៊ុនបាទ TS Group ហៅកាត់ថាទីខ្សែបាទនៅក្នុងប្រអប់នេះគឺយើងទទួលបានប៉ុណ្ណឹងហើយម៉ូទ័រមួយបាទម៉ូទ័រណាបាទសម្រាប់ម៉ូទ័រនេះគឺយើងមើលពីរូបរាងខាងក្រៅសិនគឺថាស្រោបដោយជ័រប្រភេទជ័រទន់នេះគឺពេលដែលយើងកាន់យើងប្រើប្រាស់យូរមិនធ្វើឲ្យស្ពឹកសពុនដៃក៏ដូចជាមានសភាពទន់យើងងាយស្រួលការកាន់ណាបាទមួយវិញទៀតគឺអក្សរផុសរបស់ Makita នៅខាងនេះណាអក្សរផុសហើយនៅខាងក្រោយក៏មានដែរនេះជាអក្សរផុសរបស់ Makita ជាមួយនឹងសៀលដែលបញ្ជាក់ពីម៉ូទ័រក៏ដូចជាលេខ model ឬក៏កម្លាំងផ្លុំប្រមាណម៉ែត្រក្នុងប្រមាណម៉ែត្រគីបក្នុង1នាទីគេដាក់ដូចគេដាក់មកនេះអញ្ចឹងគេដាក់ថា 3.2 ម៉ែត្រគីបក្នុង1នាទីណាបាទហើយខាងនេះវិញគឺយើងគឺគេបិទអក្សរមិនបិទទេបាទសំទោសគឺជាអក្សរផុស LXT បាទ lithium ion extreme technology ដែលបញ្ជាក់ថាម៉ូទ័រនេះប្រើថ្ម 18V នេះឯងណាហើយយើងធ្វើការដាក់ថ្មបាទយើងដាក់ថ្មចឹងមកហើយយើងដោតក្បាលផ្លុំនេះបាទវាមានរាងខ្លីយើងអាចផ្លុំស្មៅផ្លុំធូលីផ្សេងទៅតាមម៉ាស៊ីនត្រជាក់ឬក៏យើងផ្លុំនៅក្នុងឡានក៏បានដែរណាផ្លុំចេញបាទហើយម៉ូទ័រនេះគឺមិនត្រឹមតែអាចផ្លុំបានទេបាទក៏អាចបឺតបានទៀតបឺតយើងគ្រាន់តែដូរបំពង់នេះមកដាក់ខាងនេះវិញបាទដាក់បែបនេះមកហើយគឺមានជា attachment គេហៅថា accessory ក៏បានដែរ accessory ថង់ជា dust bag ដើម្បីដាក់ខាងក្រោយនេះធ្វើការបួនចូលតែខ្ញុំអត់ទាន់មានអញ្ចឹងខ្ញុំអត់ទាន់អាចបង្ហាញបានទេអញ្ចឹងខ្ញុំសូមបង្ហាញតែប៉ុណ្្នេះប៉ុន្តែបងប្អូនគាត់ថាដងខ្លីពេកយើងមានវែងនេះគឺវែងរបស់ Makita ដែរអក្សរផុសដូចគ្នាគឺស៊ីតែម្ដងណាដោតចេញមកបាទវែងបែបនេះគឺយើងធ្វើការផ្លុំបានយើងអត់ចាំបាច់អោនយើងងាយស្រួលការផ្លុំជាងខ្លីបាទអូខេតែនេះជា attachment វាយើងត្រូវការទិញបាទយើងអត់មាននៅក្នុងប្រអប់ស្រាប់ទេអញ្ចឹងសម្រាប់ម៉ូទ័រនេះគឺអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងណាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ